5 ថ្ងៃមកហើយដែលកូនលីតារបស់ខ្ញុំបានសម្រាប់នៅមន្ទីរពេទ្យដើម្បីព្យាបាលនៅ virus RSV នៅពេលដែលបងប្អូនឃើញគេនិយាយអំពី virus RSV បងប្អូនប្រកាសជាមិនចាប់អារម្មណ៍ចែករំលែកព័ត៌មាននោះទេដូចជាខ្ញុំអញ្ចឹងតតែថ្ងៃនេះកូនរបស់ខ្ញុំបានកើតនៅ virus RSV នេះទើបបានធ្វើឲ្យខ្ញុំចង់ចែករំលែកបទពិសោធន៍នេះទៅកាន់បងប្អូនទាំងអស់គ្នានេះគឺជាការធ្វើប្រហែលរបស់ខ្ញុំបន្តិចដែលបណ្ដាលឲ្យកូនរបស់ខ្ញុំបានឆ្លងនៅមេរោគមួយនេះ14ថ្ងៃមុនខ្ញុំបាននាំកូនខ្ញុំទៅលេងសួនកុមារដែលនៅទីនោះគឺមានក្មេងច្រើនខ្លាំងមែនទែនហើយជាកំហុសធំបំផុតរបស់ខ្ញុំដែលនៅពេលដែលកូនខ្ញុំគាត់លេងនៅជាមួយក្មេងដទៃទៀតច្រើនហ្នឹងនៅពេលដែលគាត់ឈប់លេងខ្ញុំអត់បានលាងសម្អាតដៃរបស់គាត់ជាមួយសាប៊ូឲ្យបានស្អាតទេមុននឹងគាត់ទៅញ៉ាំចំណីអាហារផ្សេងហើយទើបធ្វើឲ្យគាត់ឆ្លងនៅ virus RSV ហើយថ្ងៃនេះខ្ញុំនឹងមកចែករំលែកបទពិសោធន៍អំពី virus RSV នេះទៅកាន់ប៉ាម៉ាក់ដទៃទៀតដើម្បីទុកជាបទពិសោធន៍និងមើលថែទាំ baby របស់ខ្លួនកុំឲ្យឆ្លងនៅ virus នេះដូចកូនរបស់ខ្ញុំបើតាមគ្រូពេទ្យគាត់បានប្រាប់ខ្ញុំគឺ virus RSV នេះវាកើតទៅលើក្មេង5ឆ្នាំចុះក្រោមហើយក្មេងដែលមានអាយុ2ឆ្នាំចុះក្រោមនៅពេលដែលឆ្លង virus នេះគឺធ្វើឲ្យគាត់មានបញ្ហាសុខភាពធ្ងន់ធ្ងរខ្លាំងជាងក្មេងដែលអាយុ3ឆ្នាំទៅអាយុ5ឆ្នាំបទពិសោធន៍របស់ខ្ញុំដំបូងបំផុតនៅពេលដែលកូនខ្ញុំឆ្លង virus នេះគឺគាត់ចាប់ផ្ដើមក្តៅខ្លួនជាមួយនឹងហៀសបោតិចតិចបន្ទាប់មកខ្ញុំក៏បានយកគាត់ទៅមន្ទីរពេទ្យហើយពេលនោះវិជ្ជបណ្ឌិតគាត់ក៏យកសំណាក់កូនខ្ញុំនឹងឈាមទៅពិនិត្យឃើញថាកូនរបស់ខ្ញុំបានឆ្លងនៅ virus RSV គាត់ក៏ recommend ឲ្យយើងទៅសម្រាកនៅមន្ទីរពេទ្យប៉ុន្តែអ្វីដែលសំខាន់នៅពេលដែលយើងទៅដល់មន្ទីរពេទ្យហ្នឹងវិជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យមួយទៀតហ្នឹងគាត់អត់ទាន់ឲ្យយើងសម្រាកទេដោយគាត់ឲ្យយើងយកថ្នាំមកញ៉ាំនៅផ្ទះដើម្បីតាមដានអាការៈរបស់គាត់ចំណុចទី1នៅពេលដែលបងប្អូនប្រើថ្នាំដែលគេហៅថាប៉ារ៉ាកូនក្មេងហ្នឹងឲ្យគាត់លេបដើម្បីបំបត្តិអាការៈក្តៅខ្លួនហ្នឹងបើសិនជាកូនយើងទៅតែឆ្លង 3-4 ថ្ងៃដំបូងទេនៅពេលដែលយើងលេបថ្នាំទៅប្រសិទ្ធភាពថ្នាំនឹងអាចធ្វើឲ្យកូនរបស់យើងត្រជាក់សាច់រហូតដល់8ឬក៏7ម៉ោងប៉ុន្តែបើសិនជាបងប្អូនលេបថ្នាំនឹងហើយកូនរបស់បងប្អូនទាំងអស់គ្នាត្រជាក់បានត្រឹមតែ3ម៉ោង4ម៉ោងទេនោះបានន័យថា virus មួយនេះគឺបាននៅក្នុងខ្លួនកូនរបស់បងប្អូនទាំងអស់គ្នាបាន4ថ្ងៃទៅហើយអញ្ចឹងតាមអ្វីដែលវិជ្ជបណ្ឌិតបានប្រាប់ខ្ញុំគឺ virus RSV នេះវាចាប់ផ្ដើមធ្វើទុកខ្លាំងនៅថ្ងៃទី5ទី6ដែលអាការៈរបស់អូនលេតាហ្នឹងគឺគាត់ក្អកខ្លាំងមែនទែនបងប្អូនអ្វីដែលយើងអាចធ្វើបាននៅពេលហ្នឹងគឺយើងត្រូវបញ្ជូនគាត់ទៅសម្រាប់នៅមន្ទីរពេទ្យហើយនៅពេលដែលគាត់កំពុងតែក្អកខ្លាំងហ្នឹងគឺគាត់អត់អាចញ៉ាំអីបានទេបងប្អូនសូម្បីតែទឹកឬក៏ទឹកដោះគោអីហ្នឹងអាហារអីផ្សេងៗគឺគាត់ញ៉ាំអត់បានទាំងអស់ហ្មងពេលហ្នឹងខ្ញុំមានអារម្មណ៍ថាពិបាកចិត្តខ្លាំងមែនទែនហើយសម្រាប់ផលប៉ះពាល់ធំបំផុតសម្រាប់ទារកដែលមានអាយុ2ឆ្នាំចុះក្រោមហ្នឹង virus នេះគឺវាចូលទៅវាយប្រហារទៅលើទងសួតបើសិនជាយើងមិនបានព្យាបាលទាន់ពេលទេវាអាចប៉ះពាល់ទៅដល់សួតរបស់គាត់ផងដែរហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់គាត់បើសិនជាកូនបងប្អូនមានអាការៈហៀសបោឬក៏ក្តៅខ្លួនអីខ្ញុំរីកកំណត់ឲ្យបងប្អូនបញ្ញាប់យកគាត់ទៅពេទ្យដើម្បីពិនិត្យមើលពីព្រោះថានៅពេលដែលអូនលីតាគាត់ចូលសម្រាកនៅក្នុងមន្ទីរពេទ្យហ្នឹងក៏មានក្មេងដទៃទៀតដែរដែលគាត់បានឆ្លងនៅ virus នេះអញ្ចឹងបានន័យថា virus មួយនេះគឺបានវាយលុកខ្លាំងមែនទែននៅក្នុងស្រុកខ្មែររបស់យើងហើយចំណុចដែលខ្ញុំផ្ដោតសំខាន់បំផុតចង់ប្រាប់ទៅបងប្អូនទាំងអស់គ្នានោះបងប្អូនកុំភ្លេចអនាម័យកូនឲ្យបានខ្ជាប់ខ្ជួនដោយឧស្សាហ៍លាងដៃរបស់គាត់ជាមួយនឹងសាប៊ូនេះគឺជាវិធីការពារដ៏ល្អបំផុតដែលវិជ្ជបណ្ឌិតគាត់តែងតែណែនាំហើយខ្ញុំក៏ចង់ចែករំលែកដែរបើសិនជាអាចបងប្អូនកុំព្យាយាមឲ្យកូនរបស់បងប្អូនទៅកន្លែងដែលមានមនុស្សច្រើនដែលមានក្មេងច្រើនហើយកុំព្យាយាមឲ្យគាត់ទៅប៉ះពាល់របស់សាធារណៈច្រើនពេកពីព្រោះថាពេលខ្លះមេរោគនឹងអាចជាប់នៅក្នុងអាវត្ថុហ្នឹងនៅពេលដែលគាត់ប៉ះពាល់ទៅអាចឆ្លងដល់គាត់ដូចជាអូលីតាជាដើមប៉ុន្តែបកមកវិញបើសិនជាបងប្អូនមានអនាម័យល្អបានន័យថានៅពេលដែលកូនបងប្អូនគាត់ទៅលេងតាមទីប្រជុំជនហើយបងប្អូនឧស្សាហ៍លាងដៃគាត់នឹងសាប៊ូទោះបីជាវាមិនអាចថាការពារបាន 100% វាក៏អាចការពារបាន70ទៅ80% ដែរនេះគឺជាអ្វីដែលខ្ញុំសោកស្ដាយបំផុតដែលខ្ញុំអត់បានធ្វើទៅលើកូនរបស់ខ្ញុំនៅពេលដែលគាត់ទៅលេងនៅខាងក្រៅហើយខ្ញុំក៏ចង់ចែកម្លែកទៅកាន់ប៉ាម៉ាក់ដទៃទៀតដែរថាគួរតែយកចិត្តទុកដាក់ឲ្យខ្លាំងអំពីសុខភាព baby របស់ប៉ាម៉ាក់ពីព្រោះថានៅពេលដែលគាត់ឈឺនោះក្នុងនាមយើងជាឪពុកម្ដាយពិតជាពិបាកទទួលយកខ្លាំងមែនទែនដែលឃើញកូនខ្លួនឯងគាត់ត្រូវដាក់សារ៉ូមជាប់រហូតចំនួន4យប់5ថ្ងៃហើយនឹងគាត់មិនអាចញ៉ាំអាហារបានយើងក៏ពិបាកចិត្តខ្លាំងណាស់ដែរហើយមួយទៀតនៅពេលដែលសម្រាប់នៅមន្ទីរពេទ្យក៏ចំណាយនៅថវិកាច្រើនដែរអញ្ចឹងសម្រាប់បងប្អូនដែលកូនបងប្អូនមិនទាន់ឆ្លងជំងឺនេះសូមមេត្តាការពារឲ្យបានខ្លាំងហើយមួយទៀតសូមគំនុំគាត់ទៅលេងនៅតំបន់ដែលមានកុមារច្រើនឬក៏របស់សាធារណៈដូចខ្ញុំលើកឡើងខាងដើមអញ្ចឹងហើយជាពិសេសបើសិនជាជិះមិនបានបងប្អូនត្រូវតែមានជាសាប៊ូឬក៏ទឹកអនាម័យអីដែលអាចលាងសម្អាតដៃទៅកម្ចាត់មេរោគបានតាំងខ្លួនជានិច្ចដើម្បីការពារកូនរបស់បងប្អូនទាំងអស់គ្នាហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាម៉ាក់ទាំងអស់គ្នានឹងចែករំលែកនៅវីដេអូមួយនេះទៅដល់ម៉ាក់ដទៃដើម្បីឲ្យគាត់បានដឹងអរគុណ